គ្រូបង្ហាត់ម្នាក់បានជួបមនុស្សព្រៃមួយក្រុមយ៉ាងចម្លែកពួកគេចាប់ខ្លាខិនដោយមិនប្រើអាវុធអ្វីទាំងអស់គឺរត់ដេញតាមខ្លាសុទ្ធដេញតតែខ្លាហត់ដាច់ខ្យល់ងាប់ក្នុងនាមជាគ្រូបង្ហាត់គាត់មិនជឿសម្ដីនេះទេខ្លាខិនជាសត្វរត់លឿនបំផុតលើលោកបើមនុស្សរត់ដេញវាទាន់គឺទេវតាហើយប៉ុន្តែនិយាយមិនទាន់ចាប់ផងគាត់ក៏នឹកឃើញទស្សនវិជ្ជាមុននេះតែពួកគេរត់ដេញខ្លាខិនឲ្យហត់ងាប់នឹងភ្នែកគ្រូបង្ហាត់ស្មានតែខ្លួនឯងលេលើព្រោះគ្រោះថ្នាក់ចរាចរណ៍ស្រាប់តែមនុស្សព្រៃនាំគាត់ទៅកន្លែងហ្វឹកហាត់ឃើញថាសកម្មភាពប្រចាំថ្ងៃគឺរត់ដេញខ្លាដេញតតែខ្លាហត់ងាប់ទើបឈប់អាស្គមនេះមិនកាត់ទេរត់បានតែមួយថ្ងៃមួយយប់ក៏ដាច់ខ្យល់ងាប់គ្រូបង្ហាត់ទៅហើយគាត់ហួសចិត្តគាត់សួរមេកុលសម្ព័ន្ធថានេះខ្លាំងអស់ហើយមេកុលសម្ព័ន្ធថានេះគ្រាន់តែធម្មតាទេអ្នកខ្លាំងពិតប្រាកដរត់10ថ្ងៃ10យប់មិនហត់ផងគ្រូបង្ហាត់ទីចឹងដឹងថាឱកាសល្អមកដល់ហើយគ្រាន់តែយកម្នាក់ចេញពីទីនេះទៅប្រកួតរត់ប្រណាំងយកលេខ1ស្រួលដូចបោះចេកគាត់ក៏ប្រាប់បំណងនេះទៅមេកុលសម្ព័ន្ធតែគ្មាននរណាចង់ទៅជាមួយគាត់ទេស្រាប់តែគេថាឲ្យអាបូបូទៅចុះមេកុលសម្ព័ន្ធទៅហើយដូចបានធូរទ្រូងគាត់អង្វរឲ្យគ្រូបង្ហាត់យកបូបូទៅផងអានឹងជាភាពអាម៉ាស់របស់ភូមិយើងព្រោះវារត់បានតែ3ថ្ងៃ3យប់ក៏ហត់ហើយមិនទាន់ទាំងបានឆ្លើយផងពួកគេក៏ស្រែកហៅបូបូមកភ្លាមស្រាប់តែមនុស្សព្រៃលឿនដូចរន្ទះរត់មកឈប់នៅមុខគ្រូបង្ហាត់ល្បឿននេះធ្វើឲ្យគ្រូភ័យលុះប្រឡឹងតែអ្នកផ្សេងបែរជាធ្វើមុខខ្មាស់គេទៅវិញគេប្រាប់ថាអាបូបូនឹងនៅទីនេះដាច់ពោះងាប់មិនខានសូម្បីតែខ្លាខិនអនក៏វាដេញមិនទាន់ផងពេលនេះគ្រូបង្ហាត់នៅភ័យនឹងល្បឿនវាមិនទាន់បាត់តែអ្នកភូមិស្មានថាគាត់មិនចង់យកបូបូទៅមេកុលសម្ព័ន្ធក៏យកត្បូងមកសូកដាក់ដៃគ្រូបង្ហាត់ដើម្បីឲ្យយកវាទៅឲ្យផុតចុងក្រោយគ្រូក៏នាំបូបូជិះឡានចូលក្រុងតែអាព្រៃនេះអង្គុយមិនសុខសោះរអ៊ូថាឡានយឺតពេកល្បឿន60ហើយថាយឺតកាត់មកដល់ត្រង់នេះវាចុះរត់ប្រណាំងជាមួយឡានហើយរត់លឿនជាងឡានទៅទៀតមិនយូរប៉ុន្មានក៏មកដល់ទីក្រុងតែមកដល់កន្លែងហាត់ក៏មានរឿងកូនសិស្សប្រាប់ថាតាស៊ុនរកក្រុមថ្មីមកប្រកួតជាមួយយើងហើយក្រុមយើងចាញ់គេដាច់តែម្ដងគ្មានអ្នកណារត់ឈ្នះគេទេស្រាប់តែគ្រូបង្ហាត់ក្រុមនោះដើរមកគ្រូយើងឃើញភ្លាមក៏ដឹងថាជាអាចៅដែលធ្លាប់ធ្វើបាបគាត់កាលមុនដោយសារគាត់បានជើងឯកអាចៅក៏ជួគេមកវាបំបាក់ជើងគាត់អាចៅប្រាប់ថាចាប់ពីពេលនេះវាមកគ្រប់គ្រងទីនេះតតែក្រុមឯងរត់ឈ្នះក្រុមយើងបើមិនចឹងទេនាំគ្នារត់ចេញទៅគុំនៅរំខានគេហាត់គ្រូយើងងាយហើយខឹងខ្លាំងណាស់គាត់ក៏ហៅបូបូមកភ្លាមថ្ងៃនេះនឹងឲ្យពួកវាស្គាល់ស្អីទៅដែលហៅថាលឿនអាចៅឃើញគាត់អូសអាមនុស្សព្រៃមកចឹងក៏សាយចំអកស្មានតែស្វារួចពីសួនសត្វណាមកលេងសាច់ទីនេះថាជាកំពូលអ្នករត់ផងវាក៏ឲ្យកូនសិស្សដែលរត់យឺតបំផុតមកប្រកួតជាមួយមនុស្សព្រៃប៉ុន្តែមុនពេលប្រកួតគេប្រាប់គ្រូថាបូបូអត់មានស្បែកជើងទេក៏នាំគ្នារកស្បែកជើងឲ្យពាក់ឲ្យហើយតែបូបូមិនដែលពាក់ដើមមិនទំនងសោះគ្រូយើងក៏ប្រាប់ថាត្រូវបញ្ចេញស្នៀតដេញទន្សាយមកប្រើទៅត្រូវតែឈ្នះអាម្នាក់នេះតែដល់ពេលសម្លេងកាំភ្លើងផ្ទុះឡើងបូបូភ័យដួលដេកពេញដីធ្វើឲ្យខាងនោះសើចចង់បាក់ថ្មិញតែរឿងដែលហួសចិត្តជាងនេះគឺបូបូរត់យឺតជាងមនុស្សដើរទៅទៀតគ្រូបង្ហាត់ឆ្ងល់មិនចឹងគាត់ធ្លាប់ឃើញវារត់លឿនណាស់តើមិនយូរប៉ុន្មានខាងនោះក៏រត់ឈ្នះដាច់ហើយឆ្លៀតឌឺដងដាក់គ្រូទៀតថាគាត់រើសបានសម្រាមគ្រូក៏មិនយល់ថាបូបូកាត់អីដែរដោយសារបូបូជាមនុស្សព្រៃនិយាយគ្នាមិនសូវស្ដាប់គ្នាឆ្លើយមិនដឹងក៏មិនដឹងថាម៉េចបានរត់យឺតលុះដល់ពេលយប់នាំគ្នាទៅហូបអីបូបូពិបាកចិត្តក៏ដោះស្បែកជើងចេញស្រាប់តែកូនសិស្សខ្លាំង2នាក់សុំឈប់ព្រោះពួកគេត្រូវបានអាចៅទិញទឹកចិត្តហើយពួកគេនឹងទៅចូលក្រុមអាចៅវិញកាលមុនក្រុមរលាយអស់ហើយបានគ្រូជួយឥឡូវមកក្បត់គ្រូទៀតឥឡូវយើងក្បត់គ្រូហើយទៅនៅជាមួយសត្រូវគាត់វិញ2នាក់នោះថាមនុស្សត្រូវចេះមើលខ្ពស់បើពួកខ្ញុំ2នាក់ដែលខ្លាំងជាងគេចេញហើយពួកឯងរំសាយក្រុមចោលតែម្ដងទៅនិយាយចប់ពួកគេក៏ដើរចេញទៅចំណែកបូបូកំពុងតែឆ្ងាញ់នឹងសាច់អាំងក្នុងក្រុងមិនបានខ្វល់ថាគេនិយាយអីទេស្រាប់តែគេស្រែកថាចោនោះរត់ប៉ះធ្លាក់សាច់អាំងរបស់បូបូអស់មិនទាន់ទាំងដឹងអីផងបរោះខាងនោះស្ទុះរត់ដេញតាមចោយ៉ាងលឿនបូបូឃើញសាច់អាំងធ្លាក់អស់វាក៏ស្ទុះរត់តាមទៅដែរធ្វើឲ្យគ្នាយើងនៅតូបភ្លើភ្នែកគ្រប់គ្នាវាស្រវឹងមែនទេអញឃើញអីមិញហ្នឹង